គ្នាខ្ញុំគឺសុខេនហើយថ្ងៃនេះផងដែរគឺខ្ញុំនឹងនិយាយតាក់ទងទៅនឹងម៉ាស៊ីនភ្ជួរស្រែមួយដែលធំបំផុតនៅលើពិភពលោកដែលត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិកដែលម៉ាស៊ីននេះមានឈ្មោះថា Bingboot 747 Tractor Bingboot 747គឺជា Tractor ដែលមានកម្លាំង 1100C ដែលផលិតនៅក្នុងឆ្នាំ 1977 ដែលមានសមត្ថភាពធ្វើកសិកម្មបាន 3 ហិកតាក្នុងមួយនាទីBingboot មានប្រវែង 27 ហ្វីតនិងទទឹង 25 ហ្វីតព្រមទាំងកម្ពស់ 14 ហ្វីតដែលលាតសន្ធឹងលើ Tractor 4WD ដែលធំបំផុតនាពេលបច្ចុប្បន្នវាផ្ទុកប្រេងបាន 1000 លីត្រនិងមានទម្ងន់លើ 135,000 ផោននៅពេលវាផ្ដុំពេញម៉ាស៊ីននេះគឺជាប្រភេទម៉ាស៊ីន Max 16V9VT និង 16 ស៊ីឡាំងBingboot ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឈ្មោះ Northern Manufacturing Company ក្រុមហ៊ុននេះស្ថិតនៅក្នុងទីក្រុង Howard រដ្ឋ Montana សហរដ្ឋអាមេរិកចុះបើសិនជាបងប្អូនគិតថាម៉ាស៊ីននេះមាននៅក្នុងប្រទេសកម្ពុជាតើបងប្អូនគិតថាគួរតែដាក់នៅក្នុងខេត្តណាបានសមចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច follow ក៏ដូចជា like page ក៏ដូចជា share page ដើម្បីទទួលបាននៅវីដេអូថ្មីៗទៀតក៏ដូចជាចំណេះដឹងថ្មីៗទៀតទាក់ទងទៅនឹងកសិកម្មបែបបច្ចេកវិទ្យាអរគុណសូមជម្រាបលា